Hello and welcome to PLA. My name is Wonder. We love our school. I PLA. We love to learn, love to play, and make new friends. I Bobby. I'm happy every day when we learn and play. Hello, my name is Mongol. In the classroom, we create, we have fun, we learn, we make wonderful memories together. Hello, my name is Molly. We love PLA every day. Thank you, teacher, for teaching me and helping me grow. Thank you, mommy and daddy, for sending me to PLA. I can't wait to become good citizen. Cambodia. Good afternoon, everyone. Today, we gather to celebrate a very special milestone, our kindergarten graduates. It has been an incredible honor for me to be a part of your journey this past year. To watch each of you grow and learn and play has truly filled my heart with so much joy. As you step into Primary 1, I am very excited for all the adventures that await you. You are ready to explore, make new friends, and discover even more about the world around you. I would like to also take a moment to express my heartfelt gratitude to our parents and my wonderful colleagues. Your support has been invaluable to the nurturing of these young, bright minds. Congratulations, graduates. I am so very proud of you. សួរលោកប៉ាអ្នកម៉ាក់សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តមែនទែននឹងចូលរួមអបអរសាទរដែលកូនៗបានឆ្លងកាត់សិក្សានេះគឺជាសមិទ្ធផលមួយនៃការខិតខំប្រឹងប្រែងដែលកូនៗជួយសិក្សារៀនសូត្រក៏សូមអរគុណដល់លោកប៉ាអ្នកម៉ាក់ដែលជឿទុកចិត្តយកកូនៗមកចុះឈ្មោះនៅសាលារៀន PLA និងចូលរួមសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីជាជំនួយបន្ថែមរបស់កូនៗផងដែរជាចុងក្រោយសូមជូនពរលោកប៉ាអ្នកម៉ាក់និងកូនៗទាំងអស់គ្នាមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ Good afternoon, everyone. My name is Teacher Fong, and today I would like to share how proud I am of my students and all their hard work over the past year. I graduate. I am so proud of all the things that you have learned and how much you have grown. You have done a wonderful job. I am so excited to be your teachers again, and I cannot wait to continue discovering with you. Allow me to also express my gratitude to our parents. Thank you for all your help and support. ជម្រាបលា Hello here ជំរាបសួរលោកគ្រូអ្នកគ្រូនៃសាលារៀន Play Best Academy ខ្ញុំមានការសប្បាយចិត្តជាខ្លាំងដែល Bobby គាត់បានបញ្ចប់ការសិក្សាហើយបានឡើងថ្នាក់ទី1និយាយពីអារម្មណ៍ជាក់ស្ដែងគាត់ចូលរៀននៅសាលា Play Best តាំងពីអាយុ3ឆ្នាំអញ្ចឹងតាំងពីគាត់អត់ទាន់ចេះនិយាយអត់ទាន់ដឹងខុសត្រូវរហូតដល់បច្ចុប្បន្ននេះគាត់ចេះអានអក្សរគាត់ចេះស្គាល់អក្សរគ្រប់បែបយ៉ាងគឺកើតឡើងពីការខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូដែលនៅសាលារៀនទាំងអស់ហើយខ្ញុំសូមអរគុណខ្លាំងមែនទែនដល់លោកគ្រូអ្នកគ្រូដែលគាត់មានទឹកចិត្តហើយក៏ដូចជាការខំប្រឹងប្រែងនិងអត់ធ្មត់ជាមួយនឹងអូន Bobby តាំងពីគាត់នៅតូចរហូតមកដល់ឥឡូវមានរយៈពេល3ឆ្នាំជាងហើយមួយទៀតខ្ញុំក៏សូមអបអរសាទរដល់កូនសិស្សដទៃទៀតមិត្តរួមថ្នាក់របស់ Bobby ដែលគាត់ស្រឡាញ់ខ្លាំងមែនទែននៅក្នុងផ្ទះគាត់គាត់ហៅឈ្មោះមង្គលបណ្ឌិតម៉ូលីហើយនឹងម្នាក់ទៀតឈ្មោះគេខ្ញុំមិនចាំតែមិត្តភក្តិគាត់4 5នាក់គឺគាត់ស្រឡាញ់គាត់តែងតែរំលឹកពីឈ្មោះមិត្តភក្តិគាត់ហើយខ្ញុំសប្បាយចិត្តដែលគាត់មានបរិស្ថានមួយដែលគាត់រស់នៅធំធាត់ជាមួយគ្នាដែលផ្ដល់ការគាំទ្រដល់គាត់អញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចង់ទៅរៀនរាល់ថ្ងៃសូមជូនពរដល់លោកគ្រូអ្នកគ្រូឲ្យមានសុខភាពល្អហើយនឹងជោគជ័យគ្រប់ភារកិច្ចសូមអរគុណបាទសូមជម្រាបសួរខ្ញុំជាអាណាព្យាបាលរបស់អូនសនវណ្ណសាមង្គលខ្ញុំសូមថ្លែងអំណរគុណទៅដល់គណៈគ្រប់គ្រងជាពិសេសលោកគ្រូអ្នកគ្រូដែលបម្រើការនៅ PLA ដែលលោកគ្រូអ្នកគ្រូបានចំណាយទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការបង្ហាត់បង្ហាញបំរែបំរង់ទៅដល់មង្គលក៏ដូចជាសិស្សានុសិស្សដទៃផ្សេងទៀតសូមឲ្យសាលា PLA និងលោកគ្រូអ្នកគ្រូមានសុខភាពល្អកាន់តែរីកចម្រើនក្នុងវិស័យអប់រំមួយនេះហើយខ្ញុំសង្ឃឹមថាមានទំពាំងល្អៗជាច្រើននឹងដុះចេញពី PLA អបអរសាទរមង្គលបាទជូនពរកូនកាន់តែឆ្លាតពីងវៃរីកចម្រើនក្នុងការសិក្សានិងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិរបស់យើង Well done មង្គល Good job គោរពគណៈធិបតីជាទីគោរពសូមជម្រាបសួរលោកគ្រូអ្នកគ្រូមេដាបេដាអ្នកអាណាព្យាបាលនិងកូនៗសិស្សានុសិស្សទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់លោកអាននេះខ្ញុំសែនចន្ទថនជានាយិកាសាលារៀន PLA សាខាគោលចំការដងថ្ងៃនេះនាងខ្ញុំមានក្តីសប្បុរសដែលបានចូលរួមបង្កើតវីដេអូក្នុងព្រឹត្តិការណ៍របស់សាលាក្នុងកម្មវិធីការសម្ដែងសមត្ថភាពនិងចែកវិញ្ញាបនបត្របន្តសារប្រចាំឆ្នាំ2025នេះជាកម្មវិធីចែកវិញ្ញាបនបត្របញ្ចប់មត្តេយ្យសិក្សាជាជំបឋមសិក្សាលើកទី1របស់សាលារៀន PLA ដែលឆ្នាំនេះ PLA មានកូនៗបានបញ្ចប់មត្តេយ្យសិក្សាពេញលេញក្នុងរយៈពេល3ឆ្នាំហ
ហើយជាលទ្ធផលវាដាបៃតាអ្នកអាណាព្យាបាលធ្វើការកោតសរសើរចំពោះកូន PLA យើងថាពិតជាបានទទួលនៅចំណេះដឹងមូលដ្ឋានដ៏ល្អទាំងវិជ្ជាសម្បទាបំណិនសម្បទាកាយសម្បទានិងចរិយាសម្បទាដែលកូនពិតជាបានទទួលនៅការអភិវឌ្ឍទៅលើសញ្ញាដំបូងនៃការស្ដាប់ការអានការសរសេរការនិយាយការទំនាក់ទំនងការសហការជាក្រុមការផ្ដល់ការគោរពនិងការចេះផ្ដល់ក្តីមេត្តាចំពោះគ្នាទៅវិញទៅមកដែលជាជំនាញដ៏សំខាន់សម្រាប់ចូលទៅក្នុងថ្នាក់បឋមសិក្សាជាការពិតការសិក្សាពេញមួយជីវិតគឺផ្ដើមចេញពីការធានាឲ្យបាននូវប្រសិទ្ធភាពនៃជីវិតសិក្សាដំបូងដែលជាមូលដ្ឋានគ្រឹះសម្រាប់សិក្សាមុខវិជ្ជាឬជំនាញវិជ្ជាជីវៈដទៃទៀតនាថ្ងៃអនាគតហើយការចាប់ផ្ដើមដែលល្អគឺការចាប់ផ្ដើមពី1000ថ្ងៃដំបូងនៃជីវិតរបស់កុមារនិងកម្រិតមត្តេយ្យសិក្សានេះឯងនាងខ្ញុំសូមចូលរួមអបអរសាទរនិងកោតសរសើរចំពោះកូននៅអ្វីដែលកូនបានធ្វើកន្លងមកទាំងការចូលរួមការខិតខំប្រឹងប្រែងការសហការការអត់ធ្មត់ការផ្លាស់ប្ដូរកែប្រែខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃហើយនាងខ្ញុំពិតជាមានមោទកភាពចំពោះកូនចំពោះលោកពុកអ្នកម៉ែចំពោះលោកគ្រូអ្នកគ្រូដែលបានសហការគ្នាជួយគ្នាទៅវិញទៅមកក្នុងការដែលធ្វើឲ្យកូនមានលទ្ធផលសិក្សាល្អបែបនេះគុណភាពប្រសិទ្ធភាពនិងលទ្ធផលនៃការអប់រំបានល្អគឺការចូលរួមដែលមិនអាចខ្វះបានរវាងកុមារមាតាបិតានិងលោកគ្រូអ្នកគ្រូជាក្នុងឱកាសនេះ PLA សូមធ្វើការថ្លែងអំណរគុណចំពោះមាតាបិតានិងលោកគ្រូអ្នកគ្រូដែលតែងតែគាំទ្រនិងសហការជាមួយសាលាក្នុងការបង្ហាត់បង្ហាញនិងបង្រៀនកូនកន្លងមកសូមឆ្លៀតឱកាសក្នុងកម្មវិធីសម្ដែងសមត្ថភាពចែកវិញ្ញាបនបត្របានសរសើរប្រចាំឆ្នាំ2025នេះសូមជូននៅលិខិតថ្លែងអំណរគុណនិងបានសរសើរជូនចំពោះលោកគ្រូអ្នកគ្រូមាតាបិតាសម្រាប់ឆ្នាំសិក្សា2025ជាចុងក្រោយនាងខ្ញុំសូមគោរពជូនពរគណៈអធិបតីលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សាមាតាបិតាអ្នកអាណាព្យាបាលនិងកូនសិស្សនិងសិស្សទាំងអស់ទទួលបាននៅប្រសិទ្ធពរពរជ័យសិរីបវរនិងសម្រេចបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀនឡើយសូមអរគុណសូមជម្រាបលា 1 year older, 1 year wiser, 1 year taller and stronger and brighter, 1 step closer to being the best that I can be. Thank you for helping me. 1 year older, 1 year wiser, 1 year taller and stronger and brighter, 1 step closer to being the best that I can be. Thank you for helping me. Our lights are burning bright. Knowledge is our guiding light. Happy graduation day. We have come such a long way. Our lights are burning bright. Knowledge is our guiding light. Happy graduation day. We have come such a long way. We have come such a long way. We have come such a long way.